សួស្តីបងប្អូនទាំងគ្នាបាទមានរបស់លេងថ្មីនេះទ្រង់សម្រាប់កូនមន់របស់ខ្ញុំ3សប្តាហ៍និង2សប្តាហ៍ហើយនេះសាច់ទ្រង់ចាស់ទេតែខ្ញុំយកមកកែតម្រូវហើយដាក់ដបូវាបន្តិចដើម្បីកុំឲ្យការពារក្តៅបាទហើយសម្រាប់ទ្រង់របស់ខ្ញុំនេះគឺតតឹង60 សង់ទីម៉ែត្របណ្ដោយ2ម៉ែត្របាទហើយខ្ញុំប្រហែលជាអាចនឹងចែកជា2ប្រឡោះបាទខ្ញុំធ្វើ2ប្រឡោះកដា2ខាន់អញ្ចឹងខ្ញុំធ្វើ2បន្ទប់ដើម្បីសម្រាប់ដាក់កូនមន់របស់ខ្ញុំហើយនេះបេស៊ីម៉ង់ធំធំហ៎បាទខ្ញុំឃើញគេចោលក៏ខ្ញុំយកមកធ្វើជាដបរបស់វាព្រោះដោយសារសាច់វាក្រាស់ហើយវាអត់ជ្រាបទឹកទេព្រោះនេះអញ្ចឹងឥឡូវទ្រង់ខ្ញុំអត់តន់ហើយទេគាត់ថាខ្ញុំអត់បានថតសកម្មភាពពេលធ្វើដបូបាទអូខេហើយឆ្អឹងមកយើងគឺអាស័យនឹងឯងបាទអញ្ចឹងសម្រាប់ទ្រង់របស់ខ្ញុំគឺមានតែប៉ុណ្្នឹងហើយចាំទស្សនានៅថ្ងៃស្អែកដែលខ្ញុំវាយអានៀបបាទវាយអានៀបហើយអានៀបនេះប្រហែលជាអាចនឹងរើចោលទាំងអស់បាទទុកទៅមេទេអូខេអរគុណច្រើនបាទសូមព្រះប្រទានពរបងប្អូនទាំងអស់គ្នាបាយបាយ